មានគេសួរខ្ញុំច្រើនខ្លាំងមែនទែនតាក់ទងអំពី skin flawless របស់កុងមីងគេសួរថាបងពេលណាចេញនៅ server global អញ្ចឹងណាព្រោះអីឃើញ skin ហ្នឹងក៏ចេញនៅ server ចិនរៀងយូរហើយដែរតែហើយអីអត់យល់មិនគេអត់ទាន់ចេញនៅ server global ព្រោះអី skin ភាគច្រើនដែលចេញនៅជំនាន់ក្រោយ skin flawless ហ្នឹងគឺមក global អស់ហើយដូចជាអសុន Lee Sin ហើយកៃសឺអីហ្នឹងគឺមកដល់អស់ហើយនៅពេលដែលជំនាន់ skin ហើយកុងមីងនឹងចេញ skin flawless ហ្នឹងគឺនៅ global គឺមាននៅ skin នៅជួយជួយកៃសិនរបស់ហើយកុងមីងហើយបន្ទាប់មកក៏មានព័ត៌មានបែកធ្លាយថា skin នៅ flawless ហ្នឹងនឹងចេញ global ដូចគ្នាអញ្ចឹងទៅ skin វាជួនគ្នាពេកទៅហើយសារ skin คล้ายៗអញ្ចឹងទៅក៏មានព័ត៌មានថាគេ cancel វិញអីចឹងណាឥឡូវមកដល់ពេលហ្នឹងអត់តឮព័ត៌មានថាវានឹងចេញនៅ server global នៅពេលណាទេវាយូរខ្លាំងមែនតើហើយមិនគ្រប់គ្នាចង់បានអ្នកនរគ្នាមើល skin នេះគឺស្អាតណាស់គឺចេញមកគឺដោះអាវគឺសាច់ដុំគឺអេមហ្មងហើយ skin ហ្នឹងធ្វើកលក្ខណៈបែបរៀងត្រីរៀងអីចឹងណាមានត្រីមានទាំងសត្វប្រើអីចឹងមើលតែ animation ដើរទៅនឹងគឺជិះត្រីនៅហ្មងគឺយ៉ាងគឺអេមណាជិះលើទឹកនឹងទៀតគឺស្អាតហ្មងហើយកុងមីងនេះនិយាយពីថា Sabo skin ដល់ហើយអ្នកនរគ្នាហើយចំណែក skin កុងមីងនេះដែរ skill effect របស់វាគឺចេញជាបែបរៀងស្វាយរៀងពណ៌ទឹកសមុទ្រខ្ញុំពណ៌លឿងអីចឹងណាពណ៌វាមិនសូវដិតទេប៉ុន្តែវាស្អាតតែអ្នកនេះវាមាន detail វាមានសត្វអីនៅក្នុងនឹងចឹងហើយចំណែក skill ទី2 skill ទី2វិញក៏ស្អាតដែរវាចេញរំលេចជាពណ៌ជា2 3ពណ៌ចឹងទៅពណ៌ទឹកសមុទ្រពណ៌រៀងស្វាយនិងពណ៌រៀងលឿងចឹងទៅតែខ្ញុំសរសើរវាមាន detail មែនទេបើយើងផ្សារវីដេអូមើលយឺតៗទៅអ្នកនរឃើញទាំងរូបអីគេដាក់មើលទាំងអស់ហ្មងបើយើងលេងធម្មតាយើងមិនសូវចាប់អារម្មណ៍ទេយើងមើលតែ effect ណារៀងធំគេដាក់ឲ្យរូបមើលធំតែបាទ detail ទូចដូច skill ទូចចឹងហើយយើងពិនិត្យមើលទៅមិនដឹងថាវាមានអីនៅក្នុងខ្លះដូចជា passive វាចឹងអ្នកនរដាក់ទៅវាចេញសត្វអីមកច្រើនមែនតើនៅពេលយើងដាក់ត្រូវ enemy ហើយចំពោះ ultimate វាគឺមាន2ដូចគ្នាទី1ហ្នឹងគឺដាក់ចេញត្រីនេះអានេះទី1ហ្នឹងគឺដាក់ចេញត្រីបាទ effect មួយទៀតគេពណ៌រៀងលឿងគឺដាក់ទៅចេញសត្វប្រើហើយនឹងសត្វប្រើអ្នកនរគ្នា skin flawless ហ្នឹងស្អាតដោយសារវាមាន effect វា2 3ចឹងអញ្ចឹងមិនគេចង់បានហ្នឹងហើយចំពោះ recall គឺដែរអត់ទេឲ្យទិញ skin នេះថ្លៃហើយដឹងបាន recall មកជាមួយហ្មងហើយបាននិយាយ recall នេះគឺស្អាតតែខ្ញុំស្រឡាញ់ខ្លាំងមែនទែនខ្ញុំឲ្យ9លើ10ហ្មងអូខេអញ្ចឹងក៏វាមាន animation នឹងការដើរចេញពីផ្ទះមកអញ្ចឹងណា animation ហ្នឹងមានទាំងគ្រប់ហើយ skin flawless ហើយចំពោះកុងមីងនេះគឺមានសត្វសត្វបាក់សីនិងសត្វអីទេអូខេអញ្ចឹងសរុបមកគឺថា skin កុងមីងគឺចេញនៅថ្ងៃណាអីគឺអត់ដឹងតែម្ដងហើយចម្លើយដែលខ្ញុំដឹងនោះគឺមានតែរងចាំមើលសិនទេពី skin flawless របស់ Lee Sin គឺសង្ឃឹមថា skin កុងមីងចុះតែជា skin បន្ទាប់អញ្ចឹងថ្ងៃហ្នឹងក៏មានប៉ុណ្្នឹងដែរវីដេអូហ្នឹងគ្រាន់តែមកមើល skin លេងសិនណាអត់ទាន់ដឹងចេញទៅពេលណាទេមានរងចាំមើលព័ត៌មានផ្លូវការពី Page Honor King តែប៉ុណ្្នឹងណាចាំមានព័ត៌មានថ្មីចាំខ្ញុំធ្វើវីដេអូប្រាប់អ្នកនរគ្នានៅវីដេអូក្រោយទៀត